សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ episode ដំបូងនៃ UP Podcast នៅក្នុង episode នេះដែរគឺយើងមានការចូលរួមជាមួយនឹង special guest ដែលយើងមានការឆ្លើយនៅសំណួរមួយចំនួនក៏ដូចជា Q&A tea time short question ហើយមិនត្រឹមតែប៉ុណ្្នឹងណាគឺយើងមាន special giveaway នៅtrongវីដេអូនេះទៀត Stay tuned អ្នកទាំងអស់គ្នាជឿខ្ញុំអត់បើសិនជាខ្ញុំប្រាប់អ្នកទាំងអស់គ្នាថាគ្រប់ពេលអត់តែគេដឹងថាខ្ញុំជានិស្សិតពេទ្យណាសំណួរដំបូងដែលគេតែងតែសួរខ្ញុំគឺថាតើការហ៊ានពេទ្យនឹងពិបាកអត់ហើយការហ៊ានពេទ្យនឹងអត់ថាវិការច្រើនអត់ចុះបើសិនជាខ្ញុំប្រាប់អ្នកទាំងអស់គ្នាថាឥឡូវនេះអ្នកទាំងអស់គ្នាមានឱកាសក្នុងការរៀនពេទ្យដោយអត់អស់ប្រាក់ទេអ្នកទាំងអស់គ្នាគិតមិនដែរខ្ញុំមានឈ្មោះ Ellie Kim ជានិស្សិតឆ្នាំទី4នៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រមហាវិទ្យាល័យវេជ្ជសាស្ត្រថ្ងៃនេះដែរគឺយើងមានការចូលរួមជាមួយនឹង special guest តែអ្នកទាំងអស់គ្នាទីបានអត់ថាជាណាគេដែរ special guest របស់យើងថ្ងៃនេះដែរគឺបងប៊ិនជានិស្សិតឆ្នាំទី5នៃមហាវិទ្យាល័យឱសថសាស្ត្រដែលធ្លាប់ទទួលបានពានរង្វាន់អាហារូបករណ៍សមាគមអ្នកជំនាញសុខភាពកម្ពុជាអាមេរិកឆ្នាំ2024ជាអនុប្រធាន Student Senate និងជាប្រធានគម្រោង Ethno Botanical 2025 Survey Project បងឈៀងស្រីលីនជានិស្សិតឆ្នាំទី6នៃមហាវិទ្យាល័យវេជ្ជសាស្ត្រដែលគាត់បានបញ្ចប់ការសិក្សាពី Habswell Foundation ជាសមាជិក Vicelli Academic Fellow និងជាអ្នកស្ម័គ្រចិត្តជាមួយនៅសមាគមឆាប៉ាប្រធានបទរបស់យើងថ្ងៃនេះដែរគឺយើងនឹងនិយាយអំពីជីវិតជានិស្សិតពេទ្យហើយយើងនឹងធ្វើការបកស្រាយអំពីការរៀននៅក្នុងវិស័យសុខាភិបាលហ្នឹងណាហើយតើយើងត្រូវធ្វើម៉េចដើម្បីឲ្យជីវិតជានិស្សិតពេទ្យហ្នឹងឲ្យកាន់តែមានន័យប៉ុន្តែមុននឹងយើងចាប់ផ្ដើមចូលទៅកាន់ប្រធានបទរបស់យើងគឺបងដឹងហើយថាឥឡូវហ្នឹងគេចូលរួមជាមួយនឹងការប្រឡងវិស័យសុខាភិបាលតើបងមានកលឹះអីខ្លះៗសម្រាប់បងប្អូនដែលគាត់កំពុងតែទស្សនាមើលដើម្បីត្រៀមចូលទៅក្នុងប្រឡងដើម្បីត្រៀមទៅលើការប្រឡងក្នុងវិស័យសុខាភិបាលហ្នឹងអត់អរគុណអូនសម្រាប់ជំនួសបងគិតថាការប្រឡងពេទ្យវាយើង competitive ជាងយើងប្រឡងបាក់ឌុបធម្មតាដោយសារតែសំណួរវាច្រើនជាងហើយកម្រិតសំណួរហ្នឹងក៏វាបាក់ជាងដែរអញ្ចឹងសម្រាប់បងបើ experience របស់បងគឺបង practice បានច្រើនហើយមួយទៀតយើង be ready ពី school មកយើងដឹងខ្លួនឯងថាយើងចង់ប្រឡងពេទ្យអីចឹងជំនាញឬក៏មុខវិជ្ជាដែលយើងត្រូវប្រឡងមិនមែនថាមានជីវៈគណិតគីមីអីចឹងយើងត្រៀម3នឹងឲ្យស្រេចពីស្នាមមកហើយអីសំខាន់គឺយើង focus ហើយយើង practice បានច្រើនទៅក្នុងរយៈពេល1ខែ2ខែមុនប្រឡងហ្នឹងបងថាយើងអាចធ្វើបានអូខេបងបើសម្រាប់ខ្ញុំគិតថាពីច្រើនសិស្សពេទ្យគាត់នឹង complain តាក់ទងជាមួយនឹងការប្រឡងមុខវិជ្ជាជីវៈអីព្រោះខ្ញុំ ready តាំងពី high school បណ្ដោយអញ្ចឹងខ្ញុំចាប់ផ្ដើម focus មើលទៅលើសំណួរជីវៈតាំងពីទី12បណ្ដោយអញ្ចឹងព្រោះវាបើសិនជាយើងមើលវាចាំបានល្អអញ្ចឹងវាជួយទាំងការប្រឡងបាក់ឌុបរបស់យើងព្រមទាំងជួយទៅដល់ការប្រឡងពេទ្យហ្មងអញ្ចឹងខ្ញុំគិតថាអ្នកទាំងអស់គ្នាអាចពិបាកក្នុងការទិញជីវៈតែបើកាញ់ទី12ហ្មងទិញជីវៈខ្ញុំបានទិញប៉ុន្តែខ្ញុំត្រូវយករូបភាពពីមើលដូចខនៅក្នុងមេរៀនគ្រប់ដំណើររបស់អញ្ចឹងទៅអញ្ចឹងខ្ញុំមើលរូបភាពទៅយើងអាចសម័យលើ key term ឬក៏ពាក្យណាយើងត្រូវចាំហើយយើងអាចដឹងពី process វាទាំងអស់ហ្មងហើយមួយទៀតយើងនឹងត្រូវថានៅពេលដែលយើងចង់រៀនសាលាណាអញ្ចឹងយើងដឹងថាតើសាលាទៅធ្វើការrequire មិនអីខ្លះឬក៏មានអី special offer ទៅលើយើងអញ្ចឹងតើថាសាលាហ្នឹងមានសិស្សប្រមាណអញ្ចឹងអាចថាកម្រិតរបស់យើងដាក់ competitive គ្នាប៉ុណ្ណាដែរអញ្ចឹងយើង be ready តាំងពី high school ហើយយើងបងលេងនិយាយអញ្ចឹងយើងមាន2ខែ gap មុនប្រឡងយើងគឺខំបុកមើលហ្មងចាបងចុះបងគិតមិនដែរនៅពេលដែលគេនិយាយថាភាគច្រើនណាមានតែអ្នកហ៊ានបកែដែលគេអាចហ៊ានពេទ្យចុះបងសម្រាប់បងផ្ទាល់បងគិតថាអ្នកដែលបាននិទេសអីគាត់គួរប្រឡងចូលទៅកាន់ការហ៊ានពេទ្យហ្នឹងអត់បើសម្រាប់ខ្ញុំ experience ផ្ទាល់ខ្ញុំអត់មាននិទេសអីទាំងអស់មកព្រោះថាខ្ញុំប្រឡងអូតូទី12ក៏បានប្រឡងហើយប្រឡងពេទ្យក៏ចូលខុសពីគេទៀតគឺប្រឡង online គឺអ្វីដែលយើង prepare តាំងពី high school ហើយតាំងពីហើយយើងក៏មុនចូលប្រឡងពេទ្យហ្នឹងគឺខុសសាលាគួរការខ្ញុំប្រឡងខ្ញុំប្រឡងមិនស្អីដៃទេខ្ញុំប្រឡង online អញ្ចឹងវារៀង challenge ប៉ុន្តែអីដែលយើងត្រូវដឹងខ្លួនឯងនេះថាតើយើងមានសមត្ថភាពគ្រប់គ្រាន់ព្រោះដោយសារតែពេលខ្លះយើងអាចមានសមត្ថភាពក្នុងការប្រឡងចូលប៉ុន្តែដល់ពេលយើងរៀនវាមាន academic pressure សម្រាប់ខ្ញុំសម្រាប់បងគិតថាអត់ខុសអីពី bin មែនតែគាត់ថាបងប្រឡងផ្ទាល់អញ្ចឹងបងគិតថាសំខាន់លើសាលាដែលយើងដាក់ដែរហើយអ្នកមួយបងមិនថាបើអ្នកគេដាក់ក្រហមគេរៀបថាគេប្រឹងខ្លាំងអីចឹងតែបើនិយាយរឿងថាអ្នកនិទេស C អ្នកនិទេស D E អីដាក់បានអត់បងគិតថាសំខាន់គឺយើង prepare មុនប្រឡងខែ2ខែហ្នឹងឯងមិនប្រកាសថាអ្នកឯងបាននិទេស B ប្រឡងជាប់ទេមានសិស្សច្រើនដែលគាត់បាននិទេសល្អតែគាត់ប្រឡងជាប់បែបអត់បានអញ្ចឹងបងគាត់ថាសំខាន់2ខែឬក៏មួយវឹកដែលយើងចង់បាក់ឌុបហើយយើងធៀមប្រឡងជាប់បែបហ្នឹងបើមិនជាយើងស្រឡាញ់ហើយយើង commit you gonna do it ខ្ញុំថែមមួយទៀតយើងនឹងសួរថាតើនិទេសណាអាចចូលរៀនបានអត់បងភ័ក្រខ្ញុំ
គាត់មិនធំតែតាក់ទងនីតិឲ្យគាត់អនឡាញvớiខ្ញុំឲ្យគាត់មិនជាសិស្សវិទ្យាសាស្ត្រឲ្យបើយើងនិយាយទៅពួកយើងវិទ្យាសង្គម ហ្នឹងហើយ ចឹងមិត្តភក្តិខ្ញុំគាត់សង្គមវិញឥឡូវគាត់រាល់ថ្ងៃជាប់ប្រឡងជាប់ពេទ្យមួយខ្ញុំដែរចឹងអ្វីវាអាច possible បើមិនតែយើង set goal វិញឯងច្បាស់លាស់ហ្មងព្រោះដោយសារតែពេលខ្លះយើងខំហ្នឹងវា like យើង give reward មកយើងចឹងពេលខ្លះយើងបាច់ចាំទៅស្ដាប់តែ negative thought ពេលយើងទទួលពាក្យណាតែ positive ទំនុកជុំវិញយើងទៅយើងមាន motivate ក្នុងការធ្វើវា Yes អូខេអញ្ចឹងបងប្អូនបានលើកពីគាត់ផ្ទាល់ហើយណាគេក៏មានឱកាសក្នុងការរៀនពេទ្យដូចគ្នាដែរកុំភ្លេចជ្រើសរើស UP ជាជម្រើសរបស់បងប្អូនទាំងអស់គ្នាឥឡូវយើងអាប់ដេតពីមកជីវិតនៅមហាវិទ្យាល័យយើងវិញមកចូលរៀននៅខែ12ថ្ងៃ1ហ្នឹងហើយត្រូវអីបងចុះនៅកំឡុងពេល school break ហ្នឹងតើបងមានកន្លែងណាដែល recommend ខ្ញុំដើម្បីទៅរៀនខ្ញុំពិបាករកកន្លែងរៀនណាបងពេលខ្លះតើអត់ដឹងរៀននៅណាអញ្ចឹងណាបងមានកន្លែងក្នុងការ recommend អត់សម្រាប់បងអាហ្នឹងវា depend ទៅលើមនុស្សម្នាក់ៗដែរដូចអ្នកខ្លះគាត់ comfort នៅក្នុង library អ្នកខ្លះគាត់ comfort នៅ coffee shop អីចឹងបើបង wherever ដែលកន្លែងដែលយើងគិតថាយើងអង្គុយទៅយើងអាច focus បានយើងរៀនបានដូចសម្រាប់បងផ្ទាល់កន្លែងដែលបងចូលចិត្តមាន2កន្លែង UP library ហើយនឹងឬអញ្ចឹងទៅបងទៅ cafe ជុំគ្នាមិត្តភក្តិបើករណីបងធ្វើការ discussion ឬក៏រៀនអីបន្ថែមអីចឹងប៉ុន្តែបងគិតថា my most favorite place ហ្នឹងគឺបងគាត់ថា UP library ហ្នឹងព្រោះយើងមាន equipment គ្រប់គ្រាន់យើងមានទាំង computer ឯកសារអីដែលយើងអាច research បានហើយ space ក៏ធំយើងមាន discussion room I think whatever you need I think library មានអស់ហើយខ្ញុំបន្ថែមពេលលើបងលៀនបន្តិចខ្ញុំក៏ដូចបងលៀនដែរព្រោះសារខ្ញុំក៏ prefer ទៅលើ library របស់សាលាយើងដែរអីដែលខ្ញុំសាលាហ្នឹងគឺយើងមាន wifi free ហើយដើរលឿនហ្មងចឹង facility គឺមានគ្រប់គ្រាន់ហើយបែបថាយើងមានតាមមានបន្ទប់ lounge សម្រាប់យើង meeting ក៏ស្រួលយើងអាចជា self study តែឯងក៏បានហើយក៏មានបែបសភៅជាច្រើនដែលយើងអាច access បានចាហ្នឹងហើយបងអូខេអញ្ចឹងបងដូចខ្ញុំមកហត់ដងឲ្យតែពេលគេឮថាយើងរៀនពេទ្យអញ្ចឹងណាគាត់តែងតែសួរថាមិនបានរើសទៅលើជំនាញហ្នឹងហើយជំនាញហ្នឹងខ្លាយអត់អីអញ្ចឹងណាតែខ្ញុំក៏បាន mention ដែរថាយើងអាចរៀនពេទ្យឥឡូវហ្នឹងដោយអត់អស់ប្រាក់បងអាចជួយចែកម្លែកបានអត់ព្រោះខ្ញុំគិតថាបងក៏ដឹងដែរឥឡូវខ្ញុំមានដំណឹងពិសេសប្រាប់ទាំងអស់គ្នាហ្មងដោយសារតែនៅសាកលវិទ្យាល័យពុទ្ធសាសនាអ្នកទាំងអស់គ្នាអាច offer បានអាហារូបករណ៍រហូតដល់ 100% ហ្មងដូចខ្ញុំផ្ទាល់ខ្ញុំជានិស្សិតអាហារូបករណ៍ 50% អញ្ចឹងបើសិនអ្នកទាំងអស់គ្នាឆ្លងក្នុងវិស័យសុខាភិបាលហើយចង់សម្រួលបន្ទុកដល់អ្នកផ្ទះអ្នកទាំងអស់គ្នាអាចជ្រើសរើសនៅសាកលវិទ្យាល័យពុទ្ធសាសនាជាជំរើសទី1ដល់អ្នកទាំងអស់គ្នាហ្មងពីព្រោះដោយសារតែពេលយើងចូលទៅយើងនឹងអាចរៀនបណ្ដាញច្បាស់ហ្មងព្រោះដោយសារតែ special ជាងគេ UP ហ្នឹងនៅពេលអ្នកទាំងអស់គ្នាជា scholarship អ្នកទាំងអស់គ្នានឹងទទួលបាននៅមិនត្រឹមតែជា academic study ទេអ្នកទាំងអស់គ្នាទទួលបាន engagement តាក់ទងជាមួយទៅនឹងបរិស្ថានជុំវិញនៅក្នុងសាកលវិទ្យាល័យពុទ្ធសាសនាហ្មងជាពិសេសអ្នកគ្នាអាចចូលរួមតាក់ទងជាមួយទៅនឹង community service project ឬក៏យើងធ្វើការជាមួយទៅនឹងនិស្សិតយើងនៅក្នុងសាកលវិទ្យាល័យហ្មងហ្នឹងហើយបើតពី bin ដោយសារតែបងក៏បានស្គាល់ 50% ពី UP ដែរហើយការដាក់អាហារូបករណ៍ហ្នឹងក៏យើងបើកមុនពេលដែលបងប្អូនគាត់ដាក់ពាក្យចូលប្រឡងពេទ្យដែរអញ្ចឹងដើម្បីបានព័ត៌មាននឹងបន្ថែមយើងអាចទៅមើលនៅpage របស់ UP ឬក៏ទាំង Facebook page ឬក៏ website របស់ UP បាននឹងគេនឹងមានប្រាប់អីថាអាហារូបករណ៍គេ offer ប៉ុណ្ណារបៀបដាក់អីមិនហ្នឹងដោយការបងហ្នឹងដាក់ហ្នឹងក៏វាមាន step by step application interview អីចឹងដែរប៉ុន្តែបង recommend ឲ្យដាក់ scholarship នឹងដោយសារវា sale យើងច្រើនមែនតើគិតទៅបើ 50% ហើយអាចមានដល់ 100% ទៀតអញ្ចឹងបើសម្រាប់ថាយើងបាន75ឬក៏អីគឺកាន់តែ sale បានច្រើនទៀតហ្នឹងហើយបងចឹងខ្ញុំសូមនិយាយម្ដងទៀតតើតើមួយគេដាក់ពីអត់មានការបាក់អីអ្នកទាំងអស់គ្នាគ្រាន់តែចូល website របស់ពុទ្ធសាសនាទៅអ្នកទាំងអស់គ្នានឹងឃើញការដាក់ application form scholarship ហើយពុទ្ធសាសនាការចំនួនខ្ញុំវារៀង competitive តិចយើងទៅសេនឹងដៃ writing សេនឹងដៃមកដល់ពេលឥឡូវគេយេបងសំណួររៀងច្រើនដែរដល់ពេលឥឡូវកាន់តែស្រួលតែម្ដងយើងទៅសេយើងសេតាម online ហើយសំណួរតែមួយពីរអាចឆ្លើយបានតែម្ដងហើយដល់សិនយើងសេទៅសេមិនឲ្យ interesting ហ្មង be confident ហ្មង be ready ហ្មងថាយើងចង់ធ្វើអីយើងសេឲ្យចំពួកគេយើងបាន interview be confident ឆ្លើយឲ្យលះបានអាហារូបករណ៍រៀនស្រួល I think the most tricky part គឺនៅ application form ហ្នឹងហើយបើសិនជាយើងចុះ application form like យើងអាចនឹងជាប់ទៅ interview ហើយបាន scholarship ច្រើនអញ្ចឹងយើងរៀង series មួយ application តិចដោយសារសនុក application ហ្នឹងដូចមានថាអញ្ចឹងរៀង take time ចាអូយកាបងទៅសេដៃហ៎បងសេដៃហើយបើដាក់នៅ class ទៅឥឡូវគាត់តែ internet គឺ everything មកគឺ UP modern yes very modern អូខេឥឡូវវិញគឺយើងនឹងឈានចូលទៅកាន់ប្រធានបទរបស់យើងវិញម្ដងជំនួសដំបូងឥឡូវខ្ញុំចង់បកទៅកាន់ការដែលបងចូលមករៀនដំបូងវិញ
ថាតើបងគិតថាការផ្លាស់ប្ដូរពីការរៀនវិទ្យាល័យមកមហាវិទ្យាល័យហ្នឹងណាមានភាពខុសគ្នាច្រើនអត់ហើយបងអាចចែកម្លែកថាពេលដែលចូលរៀន UP ហ្នឹងណាសម្រាប់បងអីដែលប្លែកជាងគេអញ្ចឹង បងសម្រាប់ខ្ញុំជានិស្សិតមកពីខេត្តអញ្ចឹងវាមានថា the big difference change ហ្មងព្រោះការយើងនៅខេត្តយើងបាន support ពីអ្នកផ្ទះពេលយើងទៅរៀន support ពីគ្រូហើយយើងអត់សូវពិបាកតាក់ទងជាមួយ daily life ទេជាមួយនៅពេលយើង high school តែដល់ពេលយើងចូល uni គឺខ្ញុំនៅតែឯងយើង everything on my own ហ្មងយើងត្រូវពេលយើងនៅផ្ទះយើងត្រូវ like living by ourselves ពេលមករៀនគឺយើងបែបថាយើងត្រូវពីមុនទៅយើង advocate ពីគ្រូតែពេលនេះយើង self study ឲ្យច្រើនហើយទី2 big difference change ហ្នឹងគឺ friendship តែថាយើងនឹងអាចការយើងនៅ high school យើងមានថាស្គាល់តាំងពីបឋមវ័យអញ្ចឹងយើងអាចនៅរាប់រកគ្នាអញ្ចឹងទៅតែដល់ពេលចូល uni មិនថាយើងអត់រាប់រកតែដោយសារយើងរៀនជានិខុសគ្នាអញ្ចឹងយើងអត់ស្មាន next time ជាមួយគ្នាយើងបានស្គាល់ជួបគ្នាអញ្ចឹងយើងត្រូវ adapt ខ្លួនឯងយើងត្រូវមិនធ្វើចេះ socialize ជាមួយនឹងបរិបទថ្មីជាមួយមិត្តភក្តិថ្មីអញ្ចឹងទៅហើយទី3ខ្ញុំបាននិយាយថាតាក់ទងជាមួយទៅនឹងការសិក្សាមកការសិក្សាពេលយើងរៀននៅ high school យើងមានសភៅពងហ្នឹងជាយើងមើលតែមេរៀននេះធ្វើលំហាត់តែប៉ុណ្ណេះយើងប្រឡងអាចអូខេប៉ុន្តែពេលចូលរៀននៅ uni ថានៅ UP ហើយយើងរៀនabout វិស័យស្ថាប័នវា too broad ហ្មងណាបែរថា open ហ្មងណាអញ្ចឹងយើងត្រូវមាន self study ចេះ research អីចឹងទៅហើយបើ ខាសសារបស់ខ្ញុំនៅ UP ខ្ញុំអីដែលថា UP ជាងគេមកគឺ uniform មករៀន I freestyle យើងទៅព្រោះថាតែយើងជឿបោក uniform តែគេដែរអញ្ចឹងយើងអាចឃើញបានតែគេយកជឿចិត្តបែប fashionable អញ្ចឹងគាត់អាចពាក់ប៉ុន្តែមិនមែនថា fashion ពេកទេបែបថ្មីមកសំរុំយើងមកចូលខាងសាកលវិទ្យាល័យហ្នឹងហើយបងក៏ពិតទៅចំណុចដំបូងដែលតាក់ចិត្តខ្ញុំគឺ freestyle ធ្វើបងអូខេចាប់មកជាងលីនវិញបងពីបាក់ដែរសារតែការមកហ្នឹងបងមកពីខេត្តដូចមានដែរអញ្ចឹងយើងត្រូវរកកន្លែងនៅរកអីរកស្លាយរកអីអញ្ចឹងតែlucky me ហ្នឹងកាលនោះបង apply scholarship ជាប់នៅ Hubswell ហ្នឹងអញ្ចឹងគេ offer 5 years នៅនឹងមានទឹកមានភ្លើងមានបាយញ៉ាំអីអញ្ចឹងទៅបងរៀនធូរច្រើនដែរហើយ apply មក UP នេះយើងប្រឡងជាប់ទាំងទៀតវារៀងខុសគ្នាឆ្ងាយដោយសារការយើងនៅ high school មានន័យថាយើងមានគ្រូអ្នកដឹកវាថាយើងរៀនល្មមហើយគ្រូបរិញ្ញាមានថាយើងមានអ្នកបរិញ្ញាយើងរហូតណាតែមក uni all we have គឺ independent you have to like fight for your own knowledge អីចឹងអញ្ចឹងយើងត្រូវរៀនខ្លួនឯងយើងត្រូវ practice ខ្លួនឯងហើយ subject even like a big change a big different ពី high school មាន subject ថ្មីច្រើនហើយជាពិសេសដូចបងនៅក្នុង medical doctors medical field អញ្ចឹងវាមានមុខវិជ្ជាច្រើនដែលទាមទារយើង keep up practice ហើយដូច theory ដូចអីណាដឹងហើយ yes very messing up ហើយវារៀងពិបាកតែដូចបងថាសំខាន់គឺយើងត្រូវ keep up មួយនឹងខ្លួនឯងហើយយើងត្រូវដាក់ខ្លួនឯងព្រោះអត់មានអ្នក push យើងដោយការយើងនៅ high school ទេវាបានដែរអូខេអញ្ចឹងបើយើងសរុបមករៀនប៉ែគឺមានពាក្យតែមួយម៉ាត់ទេគឺពិបាកហ្នឹងហើយអញ្ចឹងខ្ញុំជឿថាបងមាន tip ក្នុងការចែកម្លែកច្រើនខ្លាំងមែនតើមិញហ្នឹងណាតែអីដែលខ្ញុំចង់សួរឆ្ងល់ខ្លាំងជាងគេហ្នឹងគឺថានៅពេលដែលយើងចូលមករៀនដំបូងបងគិតថាអ្នកដែលគាត់ចូលមករៀនដំបូងហ្នឹងគួរ prefer ក្នុងការប្រើប្រាស់ iPad ឬក៏ computer laptop ខ្ញុំគិតថាជា most like sensitive topic ឬក៏ like viral ហ្មងណាអានេះខ្ញុំនិយាយ focus ទៅលើខាងវិស័យសុខាភិបាលទេខ្ញុំអាចបែងចែកជា2ក្រុមបើសិនជាយើងទៅសួរក្រុមទី1ដែលគាត់ prefer iPad គាត់និយាយថា iPad នឹងល្អសម្រាប់គាត់តែបើអ្នកទាំងអស់គ្នាទៅសួរខាងក្រុមកុំព្យូទ័រជាក្រុមកុំព្យូទ័រគាត់ថាជាកុំព្យូទ័រ maybe good ប៉ុន្តែបើសិនជាអ្នកទាំងអស់គ្នាជ្រើសរើសនៅ UP ហើយខ្ញុំ recommend ថាអ្នកទាំងអស់គ្នាគួរតែជ្រើស iPad ជាចំណុចទី1សម្រាប់ខ្ញុំទេព្រោះដោយសារតែអ្នកទាំងអស់គ្នាមិនបាច់ចាំចំណាយពេលទៅ print กระดาษពេលខាងនេះ print ហើយ note ហើយបាត់กระดาษទៀតតែបើអ្នកទាំងអស់គ្នាឥឡូវ digital យើងប្រើ iPad ទៅយើងអាច note write down ហើយចុះអ្នកទាំងអស់គ្នាថាចុះបើទិញ iPad ជាកុំព្យូទ័រវិញបើអ្នកទាំងអស់គ្នាអាច afford ទិញទៅកុំព្យូទ័រទៀតអូខេ you can buy it ប៉ុន្តែបើសិនជាអត់ចង់ទិញទេនៅ UP library របស់យើងមានកុំព្យូទ័រដែលអ្នកទាំងអស់គ្នាអាច access ក្នុងការធ្វើassignment អីជុំគ្នាអីចឹងទៅឬក៏ស្បីតែ iPad ក៏យើងអាចធ្វើ assignment បានដែរតែអ្នកខ្លះគាត់ចង់ like try new thing ពួកពេលខ្លះយើងក៏ត្រូវចេះ associate បែបកុំព្យូទ័រ Word Excel អីចឹងដែរអញ្ចឹងវាយើង benefit អញ្ចឹងយើងប្រើ iPad ខ្លួនឯងទៅយើងប្រើកុំព្យូទ័រសាលាហើយវាស្រួលប្រើមានការ big screen ស្រួលខ្ញុំ recommend មកឲ្យកុំព្យូទ័រសាលាស្រួលមើល sorry បងគាត់ថាបងអត់មាន medical bin ដែរដោយសារបើនិយាយតម្រូវការគឺយើងត្រូវការទាំងពីរទាំង iPad ទាំងកុំព្យូទ័រដូចពេលយើងត្រូវធ្វើ presentation ឬក៏ assignment អញ្ចឹងយើងអាចត្រូវប្រើកុំព្យូទ័រច្រើនដែរប៉ុន្តែ mostly យើងអត់មាន print กระดาษទេឥឡូវហ្នឹងគឺយើងប្រើ document តាម iPad តាមអីហ្នឹងអញ្ចឹងបងគាត់ថា my recommendation ហ្នឹងគឺប្រើ iPad ល្អជាងដោយសារយើងត្រូវប្រើ most of the time នៅក្នុងថ្នាក់ note តាមលោកគ្រូបរៀនអីអញ្ចឹងរហូតអីចឹងសម្រាប់និស្សិតពេទ្យបងគាត់ថា
iPad វា usable ហើយរៀង beneficial ជាងប្រើ computer ហើយសម្រាប់ពេលប្រើ computer ម្ដងម្កាលបងគាត់ថា library យើងមាន equipment enough ឲ្យយើងប្រើដើម្បីធ្វើ assignment ធ្វើអីទេ អូខេបងឥឡូវដោយសារតែយើង on topic ទៅលើនិយាយពី technology ដែលយើងគួរប្រើអញ្ចឹងណាសំណួរមួយទៀតដែលខ្ញុំចង់សួរបងហ្នឹងគឺតើបងមាន app អីសម្រាប់ recommend អ្នកដែលគាត់កំពុងតែ struggle ក្នុងការរៀនពេទ្យអត់ app និយាយទៅវាមាន app ច្រើនសម្រាប់រៀនប៉ុន្តែអាស្រ័យទៅលើថាយើង prefer មួយណាវាមានដូចសម្រាប់ note សម្រាប់អីចឹងយើងមាន good note notion មានអីអញ្ចឹងហើយបើសម្រាប់រៀនខាង app ដូចតាក់ទងមួយ medicine មួយអីអាចមាន anatomy មាន BMJ មានអីផ្សេងៗទៀតដែលយើងអាចនិយាយទៅវាអាស្រ័យទៅលើដូចយើងត្រូវការប្រើអីគេបើយើងចង់មើលលក្ខណៈជា case study ឬក៏ជា anatomy អីយើងអាចប្រើ app អីតាមហ្នឹងបើមិនចឹងទេหมายថាដោយសារ app ភាគច្រើនវាត្រូវការ pay ជា monthly ឬក៏ yearly the problem of យើងជា search ប៉ុន្តែនៅក្នុង library ក៏យើងមាន resource អស់ហ្នឹងដែរយើងមានទាំង hand on សភៅដែលយើងអាចមើលសភៅផ្ទាល់ហ្មងឬក៏មិនចឹងទេយើងអាចមាន website ដែលសាលាអាច access ឲ្យ UP student access free តាម website រៀនពេទ្យមួយចំនួនហ្នឹងក៏ល្អម្យ៉ាងដែរខ្ញុំអត់ដែរដឹងពី website ហ្នឹងណាកាប់ទៅចាំបងវិញបើស្រាប់បងដូចមួយលេងដែរគាត់និយាយថា dependent major របស់យើងបើស្រាប់ខ្ញុំ source ដែលខ្ញុំ experience របស់ខ្ញុំបដ ாய் មកគឺខ្ញុំជាខាង fancy អញ្ចឹងខ្ញុំកម្មវិធី Mathscape មួយហ្នឹងក៏ benefit source សម្រាប់សិស្សខាង fancy ដែរហើយមួយទៀតខ្ញុំគិតថាអ្នកនរគ្នាក៏ជួយចិត្តមើលទៅលើ animation ទៅលើ YouTube បងពួកពេលខ្លះខ្ញុំដូច Fizo ឬក៏ Imino អីខ្ញុំមើលទៅលើ YouTube អញ្ចឹងវាអាចយើងរៀនពីសាលាហើយយើងមើលសភៅហើយយើងមើល animation ទៅលើ YouTube វាអាចមកយើង visible I think YouTube is the good one យើងអត់ត្រូវ pay ហើយវាមានវីដេអូច្រើនចាបងអូខេអីដែលខ្ញុំឃើញប្លែកមួយទៀតនៅសាលា UP គឺសឹងតាសិស្សដែលគាត់នៅពីមួយឆ្នាំទៅអីដែលខ្ញុំឃើញប្លែកនៅសាលា UP មួយទៀតគឺសិស្សពីមួយឆ្នាំទៅមួយឆ្នាំហើយពីមួយ faculty ទៅមួយ faculty គឺគាត់ស្គាល់គ្នាទាំងអស់ហ្មងខ្ញុំឆ្ងល់ដែរសម្រាប់បងតើបង make friend តាមរយៈអីនៅសាលា UP បានគេស្គាល់គ្នាទាំងអស់សឹងនៅសាលាអញ្ចឹងហ៎បងពី50ដែរ depend លើយើងជាមនុស្ស introvert ហើយអញ្ចឹងបើសម្រាប់ខ្ញុំហ្មងគឺថាមកជិះពេលខ្ញុំចូលដល់ក្នុង like community របស់ខាង UP គឺថារៀនបានច្រើនបើនិយាយទៅជាមួយ friendship relationship ជាមួយសិស្សបងសិស្សបងខ្ញុំអាចនិយាយថាខាង student service គាត់ like គាត់ support សិស្សច្រើនហ្មងអញ្ចឹងអ្វីដែលខ្ញុំទទួលបានការស្គាល់គ្នារវាងសិស្សបងសិស្សបងហ្នឹងគឺតើតតាមការចុះ community ចុះ volunteerism អញ្ចឹងបើពីច្រើនខ្ញុំថាតើតតាមការ volunteer ឬក៏ project ព្រោះដោយសារតែដូចបងអេលីបើស្គាល់អេលីតាម project ដូចបងតាម project ក៏តាម volunteer អញ្ចឹងទៅអញ្ចឹងនៅក្នុងហ្នឹងគឺតាម project គឺ volunteer អញ្ចឹងទៅអូខេដោយសារតែ UP មាន event ច្រើនមានទាំង volunteer មាន project មាន club មានអីអញ្ចឹងសម្រាប់បងផ្ទាល់ក៏បងដូចគ្នាដែរបងស្គាល់សិស្សបងឬសិស្សបងតាមរយៈ volunteer ឬក៏ monthly trip ឬក៏ scholarship trip អីអញ្ចឹងនៅពេលយើងទៅអា event អស់ហ្នឹងគឺយើងស្គាល់សិស្សបងបើនៅសាលាហ្មងកម្រដែលយើងថាដើរជួបគ្នា say hello ដល់អ្នកដល់ស្គាល់គ្នាវាយ៉ាងប៉ុន្តែពេលយើង join club join អា volunteer អស់ហ្នឹងក៏យើងស្គាល់គ្នាបានអូខេបងនេះខ្ញុំថែមតិចសិនជីវិតពិតរបស់ខ្ញុំហ្មងណាខ្ញុំមានពី event វាคลิกមួយគ្នាស្គាល់គ្នាសំចង់សាប់អូនណាទៅគាត់ហ្នឹងយើងចូលរួមកម្មវិធី big launch នេះច្រើនអេលីណា big launch ហ្នឹងគេមកថាសាប់អូនឆ្នាំទី1គាត់មកសាលាគាត់មិនដល់ធូរសាលាពេលហ្នឹងខ្ញុំមិនមែនជាសិស្ស medicine ទេខ្ញុំសិស្សខាង pharmacy so ខ្ញុំត្រូវទៅធូរខាង pharmacy តែចដល់ដែរអត់មានវិស័យគេខ្វះខាង medicine so ខ្ញុំក៏គេដាក់ខ្ញុំទៅខាង volunteer ធូរខាង medicine ក៏ចាប់ផ្សាយដល់មកឃើញ observe ជាមួយសាប់អូនមួយអញ្ចឹងណាគេទៅអើកូននេះ cute ម៉ាហើយទៅដល់វាទៅដល់ថាអូ like ស្អាត like វាទៅគួរចាប់អារម្មណ៍ណាយើងក៏អត់ទាន់ហ៊ានសួរឈ្មោះគេឈ្មោះអីគេមកពីណាយើងដល់ហ៊ានយើងត្រូវរៀងអត់អៀនអញ្ចឹងណាក៏ sale មកគាត់ក៏ឃើញគេតែហ៊ាននិយាយជាមួយគេទៅគាត់ sale មកគេគេដល់ខ្ញុំមកទៅមើលអត់ទៅអត់ sale ទេចុះអត់ទៅចាំទេតែគេដាក់នេះមកចែនៅទៅ Facebook គេមកគេទៅមកចុះឆ្លាញ់យើងនេះមិនទៅស្គាល់គេយើងក៏អត់តនេះប៉ុន្តែពេលហ្នឹងខ្ញុំស្គាល់មកគាត់តែខ្ញុំគាត់តែពេលហ្នឹងខ្ញុំថាគាត់មួយគ្នា so បានមួយឆ្នាំក្រោយមកសាលាយើង event មួយទៀត discovery អាសាលាយើងយកសិស្ស high school មកមើលតែប្រព័ន្ធសាលាយើងក៏ចែកដល់យើងបាន volunteer មួយគ្នាហ្នឹងហើយ volunteer មួយគ្នាខ្ញុំក៏ឃើញគេអត់ហ៊ាននិយាយទេធម្មតាហើយមនុស្សខ្ញុំមួយទៀតអត់ដែរហ៊ានទៅសុំ Facebook គេត្រង់ទេយកទៅ stalk គេយ៉ាងម៉េចហ្នឹង stalk គេសិនបាយទៅ stalk គេតែបើ stalk គេពេលហ្នឹងបងចង់ឡើងក្រុមព្រៀម
hai ở này chung người kế sao phải bốn mươi phi này còn riêng không còn sau cái từ giúp để giải học còn ấy nó phiên mà rồi sau cái trong muốn theo là tụi ai đang nghiên sau cái chân người sẽ chết này dương trai của version á tại ở tập phim bắt đầu sau cái tên này on đấy mà sau buổi trăng kia đang còn đâu nhẹ mong red experience ai đọc được đọc mong confident ហ្នឹងហើយបង red confident ឲ្យបង10លើ10ហ្មងអញ្ចឹងអត់ទេសប្បាយមែនបងរៀននៅ UP ព្រោះស្គាល់គ្នាច្រើនស្គាល់គ្នាដើរទៅណាក៏ស្គាល់គ្នាដែរឃើញតែអ្នកស្គាល់គ្នានឹងសម្រាប់បទពិសោធន៍ខ្ញុំផ្ទាល់ហ្មងអញ្ចឹងណាហើយមិញក៏បានលើកឡើងពីការ volunteering join club join អីដែរខ្ញុំជឿថាបងបាន volunteer ច្រើនខ្លាំងមែនតើពីមួយឆ្នាំទៅមួយឆ្នាំនៅសាលា UP ហ្នឹងអញ្ចឹងតើបងអាចជួយ share បានថា volunteer ណាមួយដែលសិស្សសាលា UP អត់គួរmiss ឬក៏យើង volunteer ណាមួយដែលបងគិតថាសិស្សនៅសាលា UP ហ្នឹងគួរណាតែចូលរួមយ៉ាងណាក៏បានម្ដងដែរបងគាត់ថាអាស្រ័យទៅលើ like interest របស់គាត់ដែរអញ្ចឹងណាដូច discovery ឬក៏ big line អីចឹងភាគច្រើនជួយសាលាហើយជួយណែនាំសិស្សប្អូនដែលគាត់ interest នៅក្នុងអាវិស័យឬក៏ major នៅក្នុង school ហ្នឹងឯងតែបើសិនជាគាត់ចង់រៀនលក្ខណៈ improve មកទៅលើ leadership ឬក៏ខាង medicine អីផ្ទាល់មកអាច join ជា project ឬក៏ club អីវិញឬ club សិក្សាអញ្ចឹងអាហ្នឹងក៏យើងស្គាល់សិស្សច្បងសិស្សប្អូនដែរដូចយើង join club anatomy ឬក៏ physio អញ្ចឹងយើងរៀនពីគ្នាអញ្ចឹងហើយដូច project សប្បាយឬក៏ project លគុណអាហ្នឹងកាន់តែច្រើនទៀតអញ្ចឹងមកគាត់ថាអាស្រ័យទៅលើគាត់ interest ទៅលើជំនាញណាដែលគាត់ចង់ improve បន្ថែមគាត់អាច join តាមហ្នឹងបាទឥឡូវយើងបកមកនិយាយពីការរៀនវិញបើអញដឹងថាខ្ញុំរៀននៅ UP ហ្នឹងណាខ្ញុំមានការភ័យខ្លាចទៅលើអីគេជាងគេអាចទីត្រូវអីគេបង visit ឡាស្តងហ្នឹងបងខ្លាំងអត់តែមុនប្រឡងខ្ញុំយំយ៉ាងណាក៏3ថ្ងៃដែរបងខ្ញុំនិយាយមែន panic attack រហូតហ្មងអញ្ចឹងសំណួរដែលខ្ញុំចង់សួរបងហ្នឹងគឺថាបងដែរប្រឡងសងអត់ Yeah why not អរមាន slogan មួយខ្ញុំបើដល់រងសងចេះមាន slogan មួយណាចេះបើរៀននៅក្នុង UP អត់ធ្វើបានប្រឡងសងច្បាស់មានន័យទេអូខេអញ្ចឹងអានឹងជាការលើកទឹកចិត្តទៅកាន់អ្នកដែលកំពុងទស្សនាដែលគាត់កំពុងមានអារម្មណ៍ថាអូយខ្ញុំប្រឡងសងទេហើយអញ្ចឹងកុំភ័យណាគេក៏ធ្លាប់ប្រឡងសងដែរអូខេប៉ុន្តែសំណួរអីដែលខ្ញុំចង់សួរពីខាងបងវិញហ្នឹងតើសម្រាប់ junior ដែលគាត់មានអារម្មណ៍ថាអូខេឥឡូវគាត់ប្រឡងសងគាត់ពិបាកគាត់អត់ដឹងថាគាត់ត្រូវគិតមិនទេគាត់អត់ដឹងថាគាត់ត្រូវ reach out ទៅ senior ឬក៏ reach out ទៅ help បែបមិនទេតើបងមាន tip ឬក៏កលឹះអីខ្លះៗសម្រាប់ចែកម្លែកទៅកាន់ពួកគាត់អត់នេះlike kind of hot topic ដែរសម្រាប់សិស្សព្រោះពីច្រើនគេថាទៅលើ foundation year ហ្មងបែរថាគាត់អត់ទាន់ familiar ជាមួយអាបត្តិនៅ uni ហើយពេលខ្លះមកជួយពីច្រើនយើងគឺខ្ញុំគិតថា100%គឺរៀនអង់គ្លេសហើយព្រោះអ្នកខ្លះគាត់អត់ទាន់សមអង់គ្លេសអញ្ចឹងក៏ពិបាកឬក៏អាចធ្វើឲ្យការប្រឡងរបស់គាត់ឲ្យ plan plot ឬក៏ plot បន្តិចទៅធ្វើឲ្យមានការដកប្រឡងសអញ្ចឹងទៅអញ្ចឹងនៅ UP យើងមាន program មួយគឺ Peer Assisted Student Support គឺជា program មួយដែលជួយទៅដល់សិស្សប្អូននិងសិស្សច្បងអញ្ចឹងមានន័យថាឧទាហរណ៍ថាអេលីហ្មងឧទាហរណ៍អេលីការទៅគេផ្លេចបាត់ហើយបងអាណាតូមីអូខេដូច histo បងអត់បានមកហ្មងអត់បានមកហ្មងnice ចឹងគាត់ឥឡូវអេលីសើចេះ histo ចឹងនៅក្នុង program ហ្នឹងមានសិស្សច្បងគឺច្រើននៅក្នុងអនឡាញនៅខាង medicine ចឹងមានសិស្សច្បងមកក្រុមខាង medicine ចឹងដូចបងលីនគាត់ជាខាង histo ចឹងទៅចឹងអូនឯងនឹង reach out ទៅខាង student service ចឹងគាត់នឹង reach out អូនឯងគេរៀបជួបអូនឯងត្រូវជួបណាគេចឹងអូនឯងអត់ចេះអីអូនឯងចង់សួរអីចឹងបងលៀនគឺ always គឺ support ដែរហ្មងអត់ដែរអត់ចេះមេរៀននេះអញ្ចឹងគាត់ប្រាប់ឲ្យមេទី1មេទី2អញ្ចឹងទៅហើយអីដែលបងលើកទឹកចិត្តមួយទៀតពេលឯងបានពីគាត់ហើយគាត់គឺ always positive ហ្មងមួយទៀតបងឯងគិតទាំងភ័យតិចពេលដែលខ្ញុំ receive អញ្ចឹងទៅខ្ញុំទទួលបានការ marking ឬក៏ negative ពីមនុស្សជុំវិញខ្លួនគឺខ្ញុំគាត់ចង់ send message ថាបាត់ខ្វល់តែមនុស្សជុំវិញដែរ negative ឯព្រោះសារតែយើងឥឡូវយើងចិត្តមនុស្ស positive ដូចបងលៀនគាត់ប្រាប់យើងអញ្ចឹងយើងខំទៅមុខគឺយើងខំមើលមេរៀនយើងធ្វើវាឲ្យបានល្អចឹងវាមានគោល reason ហើយតែបើមិនយើងខំហើយយើងនៅតែគិត negative ទៀតចឹងវាអាចប៉ះពាល់ដល់ mental របស់យើងទៀតបើនិយាយពី topic នៃការប្រឡងវិញខ្ញុំឃើញវីដេអូមួយដែល went viral របស់បងមីនណាគឺវីដេអូ one night policy ដែលបងអុចធូបអុចធូបប្រឡងបងខ្ញុំសុំសួរគេអុចធូបម៉ានធូបបើបានវាថា come true អញ្ចឹងហ៎បងខ្ញុំគិតថានិយាយ3មែនទេខ្ញុំចាំថាខ្ញុំអុចម៉ាន3ហ្នឹងទៅធូបឲ្យសោះអូជិះមាន channel ដែរបងដើម្បីនិយាយដែរunexpected ពេលហ្នឹងអត់មានកម្រងថាចង់ថតតែប៉ុន្តែអូ stress ពេកពេលខ្លះមើលវាពេកបើថាអាមើលទៅវាចូលចិត្តអត់ចូលទៅធ្វើអី
ក៏គួយ scroll TikTok ទៅជុំធ្វើអី apply ទៅហើយពេលហ្នឹងផុសពេលប្រតិផុសមកមិនដល់ពី10យប់វិញអត់គិតថាអត់ viral ទេគ្រាន់តែហើយពេលហ្នឹងពិបាកទៀតខ្ញុំនៅបន្ទប់ហ្នឹងមានអា sensor ចាប់ផ្សែងថាតិចដុតក្នុងពាក់កណ្ដាលយប់មកមិនដល់តិចហើយគេមកមើលទៅមកគេទៅដល់ពេលធ្វើហើយទៅក៏ថតលេងដល់ពេលផុសហើយព្រឹកឡើងទៅមក viral គ្រាន់តែមកព្រឹកទេអាចដុតអស់ 50k ទៅ 100k មួយថ្ងៃដំបូងហ្នឹងហើយ viral ដំបូងហ្នឹងទៅដល់បារាំងនៅអាមេរិកខ្ញុំអត់ expect ហើយពីច្រើនទៅទៀតខ្ញុំរឿងមកពីច្រើនខ្ញុំឃើញពួកបងដែលគាត់ជាកូនកាត់ខ្មែរគាត់ចូល comment នឹងលេងបើមិនអាចគ្នាអាចចូលក្នុងមួយវីដេអូហ្នឹងបាន ប្រម៉ូទអូខេចុះបងសេលីនវិញថាបងដែរជួបជាមួយនឹង one night policy ឯបងហើយមិនដែរទៅលើ experience និយាយមកគាត់ថា like everyone experience one night policy នឹងមិនដែរបើបងការប្រឡងមែនតើបងអត់ដែរទុកដល់ one night policy ដូចប្រឡងនៅ UP ដល់ស្រាប់ពេលមានសំណួរសរសេរមានអីចឹងអត់ទាន់ទេមកជប់ប៉ុន្តែបើ presentation ដូចថាយើងមាន presentation អីចឹងហើយពេលខ្លះត្រូវគ្រប់ meet up ពេលអីចឹងពេលខ្លះពីថ្ងៃចឹង presentation ជាប់គ្នាអញ្ចឹងមកយប់ដែរ អូខេបងអញ្ចឹងបើសិនជាយើងសរុបមកថាការរៀនពេទ្យហ្នឹងពី1ដល់10បងគិតថាលំបាកប៉ុណ្ណាពី1អត់លំបាកសោះ10លំបាកចង់ដាច់ខ្យល់ហ៎បងបងគិតថា9លើ10បងគិតថាប្រហែលជាមាន major ដែលពិបាកជាង medicine ទៀតតែអាហ្នឹងអាស្រ័យទៅលើអ្នកដែលគេចូលចិត្តរៀនយ៉ាងណាគេប្រាប់ថា force ខ្លួនឯងឲ្យរៀនហ្មងដោយសារតែបងគិតថា medicine វាមានដូចបងថាវាមាន subject ញ៉ៃច្រើនវាមាន theory វាមានយើងរៀង complex ដែលយើងត្រូវ study ពី science ណាដឹងស្រាប់ពេលវារៀង broad ហើយអញញ៉ៃច្រើនដែលទាមទារយើង keep up មួយនឹងទាំង theory ទាំងរៀននៅថ្នាក់ហើយសំខាន់យើងត្រូវរៀនខ្លួនឯងច្រើនហ្នឹងហើយអញ្ចឹងហើយវាយើងពិបាកខ្លាំងគឺថាយើង commit តែបើថាយើងចង់ថានឹងហើយគ្មានអីដែលយើងធ្វើបានទេបងជិះអញ្ចឹង impossible បើខ្ញុំហ្មងរ៉េតឲ្យ10លើ10ហើយមិនចឹងព្រោះថានិយាយជំនាញផ្សេងគេថាបើគេថាជាទូទៅហ្មងខ្ញុំថាមានតែពេលមួយប្រហែលបងបើថាមិនចូលរៀនយើងត្រូវរៀនត្រៀមប្រឡងចូលរៀនចាប់ទៅប្រឡងទៀតហើយបើមុខជំនាញខ្លះយើងត្រូវធ្វើ thesis យើងត្រូវដូចខ្ញុំអញ្ចឹងខ្ញុំចិត្តដល់ប្រឡងឯងប្រឡងចេញខ្ញុំត្រូវមើលមានត្រៀមប្រឡងចេញទៀតហើយដល់ពេលចូលរៀនបើនិយាយអញ្ចឹងវា website N ណាវាមានទាំង theory ទាំង practical ហើយពុំជំនាញយើងរៀនហ្នឹងវាមិនមែនបែបថាជាសង្គមបែបជាសាស្ត្រអញ្ចឹងត្រូវ keep update រហូតវា always develop always innovation អញ្ចឹងទៅអញ្ចឹងយើងអាចត្រូវតែនឹងមក place បានទេអញ្ចឹងដូចបងឯងអញ្ចឹងពេលយើងធ្វើ presentation អីយើងតែងបានអីថ្មីហ្មងព្រោះវា develop ទៅមុខរហូតអញ្ចឹងការគិតរបស់យើងគឺ develop ទាំងដែរតែបើយើងឆ្លាញ់យើងធ្វើវាអត់សូវហត់ទេដូចបងនិយាយទៅអ្នកជា impossible មកបើសិនជាយើងឆ្លាញ់ឲ្យខំធ្វើវាបើហត់អត់ធូបមួយឡើយអត់បីស្អីអូខេនិយាយទៅក្នុងការលំបាកហ្នឹងខ្ញុំក៏ឃើញមានការសប្បាយរៀងច្រើនដែរទៅលើការ exchange បងខ្ញុំឃើញមកបងបានទៅក្រៅប្រទេសច្រើនខ្លាំងមែនតើតើបងអាចជួយចែកម្លែកបានអត់ពីកលឹះនៃការ exchange ហើយបងអាចទទួលបានអីគេខ្លះពីការ exchange ហ្នឹងអញ្ចឹងហ៎បងសម្រាប់បង exchange បងគាត់ថា exchange ដែលបងចិត្តជាងគេមានតែ Wisely និងនិយាយទៅតាម program ដែល program ខ្លះគេគ្រាន់តែ hand on application អីចឹងទៅគេសួរយើងតិចតួចគេ select យើងយកទៅប៉ុន្តែតាម application ខ្លះវារៀង strict តាំងពី application រហូត interview អីចឹងតែសំខាន់ be yourself ហើយ focus ទៅលើអីដែលយើងចង់ទៅនៅដូចការបងហ្នឹងវាថាយើង be prepare សម្រាប់បណ្ដោះហ្មងនិយាយហើយសំខាន់ទៅយើងមាន network អមហើយយើងស្គាល់អ្នកដែលធ្លាប់ទៅមុនយើងសួរព័ត៌មានពីគេហើយយើង search មើលបន្ថែមតាម website ឧបមាថា scholarship through UP យើងមិនសិនយើងចង់ apply យកយើងទៅរក detail ទៅមិនហើយយើង be ready ថាគេចង់បានអីហើយនៅពេលដែល interview មែនតើ just like hit the point អីដែលគេចង់បានអីដែលគេសួរហើយឆ្លើយតាមហ្នឹងទៅយើងកុំនិយាយថាហួសពីអីដែលជាខ្លួនយើងពេកអាហ្នឹងក៏អាចជាបញ្ហាដែរហើយមួយទៀតបងគាត់ថាlanguage វាក៏ជា barrier មួយដែរដូច scholarship ភាគច្រើនទៅក្រៅទៅអីចឹងគេត្រូវការរៀងអាចថា advanced level អីចឹងបើសិនជាយើងអាចឆ្លៀតពេលរៀនអង់គ្លេសបន្ថែមពី high school ពីអីទៅឬក៏ពី year 1 year 2 នៃ uni របស់យើងហ្នឹងយើង prepare language ដែរហើយក៏វា better ក្នុងការយក apply exchange ឯខុសដែរបើសម្រាប់ខ្ញុំធ្វើ exchange ដែរបើខ្ញុំទៅ exchange នេះ exchange តាមសាលាផងរបស់ខ្លួនឯងផងនេះបើតាមសាលាខ្ញុំគិតថាវាអាច competitive ដែរឬក៏ព្រោះដោយសារតែតើខ្លះជាវាមាន benefit ទេបងដូចខ្ញុំទៅ FMC អញ្ចឹងខ្ញុំកាលនេះខ្ញុំទៅ Dominican Pharmaceutical Technology អញ្ចឹងបើសិស្សសរុបពេលហ្នឹងទៅដូចជាគេដាក់ application 50នាក់អញ្ចឹងយើងតែ20នាក់ឯងខ្ញុំក៏ម្នាក់ក្នុងចំណោម20នាក់ដែរប៉ុន្តែក៏ជាមនុស្សម្នាក់
ប្រចាំភេទដាក់ប្រុសតែឯងដែរទៅចូល like បើថាវាអាហ្នឹងយើងរៀនធ្វើបានតែច្រើនហ្មងយើងពិបាកបានថាពេលហ្នឹងទៅតែឯងទៀតមានមិត្តភ័ក្តិតែខ្ញុំត្រូវ make friend គឺស្គាល់គេ what kind of exchange មិនបានតែឯងផងដែរយើងពួកសាច់បងជំនាញ pharmacy ក៏មានសិស្សប្រុសហើយមានសិស្សប្រុសហើយអញ្ចឹងមានតែខ្ញុំមួយទៅនៅអញ្ចឹងទៅ domain ខ្ញុំនេះក៏អត់ស្គាល់គេចាំទៅខាង research ខ្ញុំពេលនេះចង់ explore កន្លែងថាខ្ញុំគួររៀនអីគេនៅដល់ master អញ្ចឹងចង់ពេលដែលពេលមានពេលឥឡូវហ្នឹងយើងត្រូវ explore កន្លែងពីមួយឆ្នាំទៅមួយឆ្នាំថាយើងចង់ធ្វើអីអញ្ចឹងទៅពេលនេះក៏ខ្ញុំទៅអញ្ចឹងខ្ញុំអាចរៀនសូត្រទីមួយគឺ culture ហ្មងពួកភាសាយើងនៅខ្មែរបែបផ្សេងពេលទៅស្រុកក្រៅយើងបែបផ្សេងទោះបីជាប្រទេសនៅអាស៊ីយើងក៏ដោយចឹងយើងចាលុយវិញទៀតពួកយើងគិតថា expect យើងអាចនៅ2នាក់តែចុងចាប់យើងនៅតែឯងចឹងយើងទៅ survive language barrier ចឹងទៅពួកពេលខ្លះដល់សិនយើងទៅប្រទេសដែលគេប្រើតែអង់គ្លេសសុទ្ធវាស្រួលទេតែបើប្រទេសគេប្រើអង់គ្លេសជាភាសាទី2តែបើខ្លះ professor ឬក៏មិត្តភក្តិយើងក៏អត់សូវប្រើអង់គ្លេសវាពិបាកក្នុងការ language barrier របស់ឯងនិយាយចឹងដែរទៅហើយយើងអាច improve តាក់ទងជាមួយទៅនឹងការរៀនរបស់យើងអាចអស់ system របស់គេខុសពីយើងខ្លះគឺតែការសរសេរគេមិនដែរហើយអីមួយទៀតដែលខ្ញុំអត់ថាអត់ចឹងធ្វើធៀបមិនដូចបងលីនិយាយចឹងគឺយើងត្រូវស្គាល់សិស្សបងសិស្សអូនចឹងទៅយើងត្រូវស្គាល់សិស្សច្បងអ្នកដែលគាត់មានបទពិសោធន៍ទៅចឹងដូចខ្ញុំចឹងដូច back ទៅការស្គាល់សិស្សមិនយើង flashback ពេលហ្នឹងខ្ញុំអត់តន់ស្គាល់ UP មែនទេតែថាមានមិត្តភក្តិហើយមានសិស្សច្បងដែលគាត់បានហាត់ឧបករណ៍យើងទៅសួរគាត់ថានៅ UP មាន scholarship ហើយទៅតើយើងត្រូវគួរត្រៀមលក្ខណៈអីខ្លះដើម្បីចូលរៀននៅ UP ហើយត្រៀមលក្ខណៈអីខ្លះមុនការដាក់អាហារូបករណ៍អញ្ចឹងទៅ so យើងក៏ well prepare អីចឹងហើយតាមអីដែលគាត់ប្រាប់អញ្ចឹងហើយដែលយើងខំធ្វើ well prepare ហើយយើង commitment វាធ្វើតែមែនទេដូចខ្ញុំពេលទៅ exchange ហ្នឹងយើង well prepare សួរតែបងមួយឆ្នាំមុនណាយើង prepare គេខ្លះដូចជាមាន CV យើងត្រូវមានឲ្យហើយមួយ CV តែពេលយើងចូលឆ្នាំទី2យើងត្រូវចេះតែសរសេរ CV ហ្មងយើងត្រូវមានអីខ្លះមាន achievement យើងបានធ្វើហ្នឹងហើយទី2យើងធ្វើមានpersonal statement ឬក៏ motivation letter ហ្មងត្រូវមានខ្លួនឯងពួកអាហ្នឹងយើងមិនអាចចេះតែជប់ភ្លាមៗបានយើងត្រូវយើងអីដែលយើងមានយើងខំច្រាស់មកអស់មកធ្វើដូច CV ចឹងហ្មងហើយទី3យើងគិតថាតើយើងគួរត្រូវមានដូចជាតេស្ត IELTS ដូច English English តេស្តរបស់យើងយើងគួរមានពួកពេលខ្លះគេ optional តែបើយើងមានកាន់តែល្អយើងអាចហើយមួយដែលយើង flow លើគេអញ្ចឹងទៅវាជា beneficial ហ្មង Yeah, I think application tip ហ្នឹងគួរតែកត់សម្គាល់បានច្រើនដោយសារឧទាហរណ៍ថាtrong application ហ្នឹងបើសិនជាយើងចុះ application ហើយវារៀងឱកាសខ្ពស់ដែលយើងបានចុះ program ហ្នឹងដូចសំណួរក្នុងហ្នឹងគេវាថាគេនឹងទាមទារ requirement អីច្រើនមិនមែនថាទាមទារ IELTS 7.6ឡើងអី application ខ្លះគេគ្រាន់សួរថាយើងចេះ language អីឬក៏ skill អីបន្ថែមទៅលើហ្នឹងដោយការបង apply Vaseline ហ្នឹង like all the certificate I got upload ទៅទាំងអស់ទៅហើយ training leadership អីដែលយើងធ្លាប់ចូលពីមុនអីហ្នឹងអាហ្នឹងក៏វារៀង make our application more heavier ដែរអាហ្នឹងក៏គេ notice ថាយើងធ្លាប់បាន join នេះពីនេះអញ្ចឹងហើយ experience យើងក៏វាតាមហ្នឹងអាហ្នឹងយើងក៏រៀង lead flow ជាអ្នកផ្សេងទៀតដែរហ្នឹងហើយបងប៉ុន្តែខ្ញុំជឿថានៅ UP យើងរៀងមានគុណសម្បត្តិលើគេបន្តិចព្រោះយើងក៏មានការរៀនជាមួយនឹង English course ដែរឆ្នាំទី1ឆ្នាំទី2ក៏បងហ្នឹងហើយអញ្ចឹងយើងអាចថាមានគេហៅថា opportunity លើគេតិចហ្នឹងហើយអញ្ចឹងកុំភ្លេច UP អត់ខ្ញុំសាមួយទៀតខ្ញុំទៅសារ writing ហ្មងខ្ញុំទៅសារហ្មង writing UP ឆ្នាំទី3ទី4 academic writing គឺល្អមួយសារតែគាត់ត្រូវចេញធ្វើ thesis វាជា basic knowledge skill មួយហ្មងតែ generation ចេះតែbênមកបងនេះរៀន2ឆ្នាំឬក៏4ឆ្នាំមក4ឆ្នាំបងក៏រៀន4ឆ្នាំអត់ដូចជាឆ្នាំទី1ទី2យើងរៀន general អង្គ general ដល់ពេលទី3ទី4យើងរៀនជា academic writing បាន not sure ថាឥឡូវគេដូរមិនទេខាងខ្ញុំ academic writing អញ្ចឹងវាអាចការតែ say writing ហ្នឹងមិនត្រឹមតែ say writing អញ្ចឹងយើងមុខជាមួយទីគឺ research methodology ចា៎ព្រោះថាយើងជា research ពេកអញ្ចឹងពួកបងយើងគឺទៅធ្វើ thesis ហើយឬក៏ពេលថាយើងធ្វើ research ធ្វើ assignment នេះអាច benefit មក I think វាជួយ student របស់យើងច្រើនដោយសារតែយើងរៀន base ទៅលើភាសាអង់គ្លេសទាំងស្រុងផងពេលអញ្ចឹងហើយពេលដែលមាន course អង់គ្លេសទៅបន្ថែមទៀតវារៀនជួយបានច្រើនដោយសារតែបង្រៀនអង់គ្លេសជាពិសេសសិស្សមកពីខេត្តខុសៗគ្នាដូចបងមកពីខេត្តអញ្ចឹងក៏វា copy សិស្សដែលគាត់នៅរៀនពេញគាត់រៀនបានច្រើនជាងយើងឯងអញ្ចឹងនៅពេលយើងមាន support ខាង English language អីចឹងវា helpful ច្រើនក្នុងការយើងរៀនដែរព្រោះធម្មតាបើយើងរៀនជាភាសាអង់គ្លេសហើយយើងអត់ understand អាហ្នឹងទៀតវា kind of obstacle មួយទៀតហ្នឹងហើយបង yes ខ្ញុំជឿថាតែគ្រាន់តែយើងអ្នកដែលធ្លាប់រៀនអង់គ្លេសបានតិចតួចអញ្ចឹងUP គឺជាចំនួនដ៏ល្អរបស់ពួកគាត់ដែរដោយសារតែវាល្អជាងការរៀនលើភាសាផ្សេងមួយទៀតហ្នឹងហើយសូមកាត់ពីអាលីទៀតបងព្រោះតែចេះវាគេថាសិស្សពេទ្យគឺច្រើនគាត់ concern ថាស្លាទៅរៀនពេទ្យទៅរៀនបារាំងហ្មងបើចម្លើយហ្នឹងខ្ញុំអាចឆ្លើយបានថា
different តាមស្លាយយើងចង់រៀនទេអញ្ចឹងតែស្វែងថាចេះមុននឹងចូលរៀនស្លាយណាមួយឬក៏មុនចូលប្រឡងសាស្ត្រវិទ្យាយើងសួរហ្មងថាបងណៃចង់រៀនស្លាយ A នេះឬក៏ណៃចង់ចូល UP អញ្ចឹងបងណៃ must ទៅសួរអ្នកដែលរៀន UP ហ្មងកុំសួរអ្នកមិនមែនទៅ UP អញ្ចឹងគាត់អាចឆ្លើយអ្វីតែ 100% ឬក៏គាត់អាចនិយាយទៅបងណៃអាច imagine អីដែលគាត់និយាយមែនទេតែបងណៃសួរតែ UP ហ្មងគាត់ប្រាប់អូពេលខ្លះគាត់អាចប្រាប់ benefit តែ disadvantage ក៏មិនសូវច្រើនមែនដែរគាត់អាចចូលទៅមិនដឹងច្បាស់ព្រោះសារតែគាត់ពេលខ្លះគាត់គិតថាវាមិនមែនជា disadvantage របស់គាត់ទេអ្នកខ្លះផ្សេងគិតជារបស់គាត់អញ្ចឹងទៅអញ្ចឹងវាមិនមែនគេនិយាយអញ្ចឹងបងណៃចង់រៀននៅណាសួរគេនៅហ្នឹងហ្មងវាចំគោលដៅហ្មងតែដូចបើដូចអ្នកនរគ្នាអូនខ្ញុំឥឡូវខ្ញុំពិបាកខ្ញុំចង់រៀនភាសាទី2ទី3ទេខ្ញុំចង់តែអង់គ្លេសអញ្ចឹងអ្នកនរគ្នាអាចរៀន UK ជំរឿនទី1ក្នុងការរៀនក្នុងវិស័យសុខាភិបាលអត់ពិបាកទៅរៀនភាសាទី3បន្ថែមភាសាទី3បន្ថែមទេដូចខ្ញុំអញ្ចឹងតែសារតែអញ្ចឹងខ្ញុំ prefer ទៅមក UK ហ្មងស្រួលហ្នឹងហើយបងអូខេអញ្ចឹងយើងនិយាយមកពីការរៀនពីពួកម៉ាក់ពីអីតែខ្ញុំនៅអត់តន់ចូលជាមួយនឹង topic មួយគឺ personal relationship អូខេអត់ទេមកអត់ចូលខ្ញុំទេអត់ទេចាំបងជួយអត់មួយអូខេបងចុះខ្ញុំតែងតែលើគេនិយាយថាពេលយើងនៅវិទ្យាល័យគេនិយាយថាអូចាំមហាវិទ្យាល័យយើងរៀងចាស់ទុំបន្តិចចាំមានស្នេហាចាំគិតពីរឿងហ្នឹងអញ្ចឹងណាចុះបងគិតថាការមានស្នេហានៅពេលដែលរៀនពេទ្យហ្នឹងអាចផ្ដល់ជាប្រយោជន៍ដល់យើងឬក៏ជាអីដែលយើងគួរជៀសវាងហើយបើយើងជៀសយើងគួរជៀសដល់ឆ្នាំទីម៉ានសុំកូនបែរខៃគេអ្នកវិភាគខាងស្នេហាដែលเขามีបទពិសោធន៍ខាងស្នេហាបើខ្ញុំបទពិសោធន៍មានស្នេហាតាំងពីនៅ high school អូយតែសុំទោសដល់ម៉ាក់ប៉ាបងគាត់មានតតាំងពី high school ទេតែនេះមានទីកន្លែងវិញសើចទីបើមិនថាចេះបើខ្ញុំហ្មងគាត់ថាចេះ at least យើង trend ភ្លុកមែនភ្លុកយើងស្គាល់ទៅជាតែចេះ at least យើងរកបែបថាមែនថាអ្នកនរគ្នាត្រូវទៅហ្មងឯពេលណាពេលខ្លះយើងអាចនឹងថាអាហ្នឹងវាមានដូចជាតិមែនបើសម្រាប់ខ្ញុំបើស្គាល់ខ្ញុំបដ ாய் ខ្ញុំគិតថាវា depend លើយើងឯងតើយើងពេញចិត្តចង់ធ្វើវាអត់បើសម្រាប់ខ្ញុំចង់ដឹងថា like what is different ទៅពេលដែលយើងមានស្នេហានិងអត់សង្សារមានស្នេហានិងអត់មានសង្សារអត់សង្សារនេះចង់บอกแหละខ្ញុំគិតថាបើសិនជាវាមានស្នេហានៅ high school វាអត់សូវ pressure រឿងអ្នកផ្ទះអត់សូវ pressure អ្នកខាងអត់សូវ strict អត់សូវ pressure អ្នកផ្ទះរឿងចាយលើក៏រឿងរៀនទេអញ្ចឹងយើង at least យើងស្គាល់វាទៅកុំឲ្យដល់ពេលចូល uni គេបោកទៀងទាន់ដល់ពេលបើសិនយើងចេះការពារខ្លួនហើយដល់ពេលចូល uni តែគេបោកតែគេរកឲ្យគេមុនទៅជួអូខេបងតែខ្ញុំតែបងសំអងតើបងមាន experience ពី high school តែដល់ពេលចូល uni គឺគេបោករហូតបោកតែអត់ទាន់គេទេមក high school បោកគេច្រើនពេកទេបង actually យើង balance វាព្រោះសារតែស្នេហាវាមិនទៅក៏ជាបញ្ហាចោតបើសិនជាយើង put yourself first ព្រោះសារតែ everything ហ្មងមិនថាសិក្សាមិនថាការឆ្លាញ់អី everything put yourself ហ្មងព្រោះសារបើសិនយើង put ទៅលើគេទៅលើយើងបែរថាយើងអត់ឲ្យខ្លាចខ្លួនឯងហ្មងតែពេលបើអន់ចិត្តមិនថាមិត្តភក្តិក៏បានដែរយើងមិនយកស្នេហាទៅមិត្តភក្តិតែយើងអន់ចិត្តគ្នាទៅទួចយកចិត្តពីគ្នាគឺពិបាកហ្មងចឹងថាយើងអត់អាចយកចិត្តពីខ្លួនឯងផងហើយមិនយើងឲ្យគេមកយកចិត្តយើងពេលជួយអន់ចិត្តមួយគ្នាយកបែរបងអានេះ for real ហ្មងពីស្នេហាហ្មងទីឲ្យគេងងពេលខ្លះដូចខ្ញុំពេលខ្លះធ្លាប់ទៅងដាក់គេដល់ពេលគេងដល់វាអត់ទៅធ្វើមកចឹងទីនេះវាពិបាកយល់ឡើយយកបើយើងធ្វើ like explore everything ខ្លះគឺយើងត្រូវកុំ overdose ពេកណាបងលៀនមាន experience ឥឡូវចេះបងមានស្នេហានៅឥឡូវអត់ទេកុំតចង់សួរបងវិញថាចង់បងគិតថាអ្វីដល់ឆ្នាំទីម៉ានយើងគួរអ្វីឬក៏អត់បងយើងគួរមានឬក៏អត់មានពីរទេវាតើrelationship ហ្នឹងវា healthy ឬក៏ toxic វា toxic ឬក៏ healthy ព្រោះដោយសារតែបើ healthy មានទៅឆ្នាំទី1ក៏បានដែរណាបងអត់ទេបើថាពេលខ្លះពាក្យមួយនិយាយថាចេះ love is blind ខ្ញុំជឿពាក្យហ្នឹង love is blind ហ្មងតែស្រឡាញ់ណាអីក៏ល្អដែរតែពេលឆ្លុះគ្នាស្អីក៏អាក្រក់ដែរ for real ហ្មងតែស្រឡាញ់គឺល្អហើយព្រោះថាទោះបីជាដូចខ្ញុំខ្ញុំមានសង្សារអញ្ចឹងពេលខ្លះយើងមិនមែនថាយើងចង់ធ្វើមិត្តភក្តិឯងពេលខ្លះយើងក៏មានពេលវេលាសម្រាប់សង្សារមិត្តភក្តិដែរអញ្ចឹងគេតែគេថាយើងអត់ make time ជាមួយមិត្តភក្តិយើងអីចឹងតែពេលខ្លះយើងមាន working balance មួយវាអីចឹងណា so យើងធ្វើចេះ balance ខ្លួនឯងទៅតែអីដែលគួរធ្វើអីមិនគួរធ្វើចឹងទៅតែ avoid គួរ avoid ឬយើងខ្លួនឯងតែយើងចេះ balance វាអត់ដូចសម្រាប់ខ្ញុំហ្នឹងឥឡូវ balance បានហើយគឺចូលរៀនក្នុង uni ប្រហែលជា5ឆ្នាំនេះគឺអត់មានសង្សារអូខេតែសារគេអត់ស្រឡាញ់ទេអូខេចាប់បងសេលីនវិញមានគូនៅបងអត់ទេចាំបងគិតមិនដែរបងគិតថានេះវាជាជំរើសរបស់បុគ្គលម្នាក់ឯងមានសង្សារឬក៏អត់មានសង្សារ
បើសម្រាប់បងចង់ថាមានសង្សារឬអត់សង្សារក៏វា benefit ម្យ៉ាងម្នាក់អូម៉ែថាបើសិនយើងមានសង្សារ the same field អូម៉ែថា same school អីចឹងកាន់តែស្រួលពេលថា senior junior ឬក៏ classmate មួយគ្នាយើងអាចជួយបរៀនគ្នាថ្នាក់មួយគ្នាយើងចេះស្រូប benefit ទៀតដល់អញ្ចឹងយើងកុំឲ្យវា toxic ដូចនិនថាមក nhưng mà toxic là sao tại nhóm khen fantasy là về cái major chơi chứ không phải vậy nếu bạn không nhưng mà sao được ចឹងគេច្រើនចឹងគេឲ្យយក faculty ដូចគ្នាហ៎បង con nào ấy mà chứ thực ra đây là different field ក៏បានមកពី field ដូចគ្នាអីចឹងទៅយើងអាច discuss គ្នាយើងអាចជួយគ្នាបានច្រើនអីចឹងទៅនិយាយទៅអាហ្នឹងអាស្រ័យទៅលើបុគ្គលម្នាក់ៗថាគាត់ចង់បានរបៀបម៉េចអីរបៀបម៉េចហើយបើគាត់គិតថាគាត់ ready ក្នុងការ get involved មួយ relationship អីអស់ហ្នឹងហើយ that's fine just go ដូចដេញថាទៅសុំ Facebook គេ straight ទៅក៏អាហ្នឹងក៏លឿនដែរចាំតែ take time ច្រើនយេតែបើយើងគិតថាយើងអត់ ready ទេយើងចង់ focus លើខ្លួនឯងសិនយើងចង់ focus ទៅលើការសិក្សារបស់យើងសិនអាហ្នឹងក៏ជាការសម្រេចចិត្តរបស់យើង yeah I think independent ទៅលើមនុស្សម្នាក់ៗ ឥឡូវបងលៀនក៏និយាយថាយើងក៏ straight ដូចbên từ thông Facebook ទៅឥឡូវសួរ MC វិញ MC សួរច្រើនណាស់មកខ្ញុំមកណោចេះ imagine យើងយកដឹងថាយើងទៅស្គាល់គេយើងដឹងថាគេមានសង្សារឬក៏អត់ទេខ្ញុំអត់សេណារីយ៉ូទី1ចុះ in case បើយើងតែគេមានសង្សារយើងធ្វើមិនយើងគួរតែស្រឡាញ់គេឬក៏យើង move on ឥឡូវឆ្លើយ តែគេហើយបើគេដឹងថាគេមានសង្សារមែន យើងដឹងទៅយើង stop គេអូមានសង្សារអត់ដល់ពេលមានសង្សារទៅធ្វើមិនទៅ ghost គេចោលហើយអត់កើតទេ ចឹង អូយអេមិនចឹងទេបងបើគេមានសង្សារគេហើយបងយើងចូលទៅស្រៀនទៀតមិនកើត bên ត្រូវ xu mà chân nóក្នុងចិត្ត bên ចង់ថាអញ្ចឹងគេតោះរៀបការផងអីណៃអស់សង្ឃឹម អូដល់ចាំចូលដែរតែអត់សង្ឃឹមហ៎បង ចឹងនេះបើយើងសួរគ្រូវិកណាយើងគិតថា perspective មិនមែនទៅមិនចឹងទេណាដូចខ្ញុំម្ដងតែឃើញគេសង្សារខ្ញុំរៀងយើងដាក់តាមមួយជំហានហើយតែចាំពេលគេបែកគ្នាយើងមិនជួយគេថាយើងទៅថែទាំគេអីទៅយើងសួរគេដល់អីចឹងណាព្រោះពេលខ្លះវាជា chance សម្រាប់យើងតែមិនថាយើងទៅ look chance របស់គេយើងមើលតាម situation ដែរពេលខ្លះ មួយគាត់តែចង់និយាយថាគេថានេះ step up អត់ទេ តែមួយផែខ្ញុំ ghost ទេតែមិនចឹង អានេះ fun fact មួយទៀតខ្ញុំអត់ធ្លាប់ទៅចឹងទេថតតែសុកជាងឆ្លាញ់គ្នាបានមួយខែគេឆាត់មកខ្ញុំជាជនទី3 តោះឥឡូវយើងនឹងចូលទៅកាន់ម៉ោងផឹកតែ យេ និយាយទីថៃបងចំសាច់ទីថៃមកតែ6ទី3ទីថៃអូយgiờคือกองไงvậy អូខេបងចុះឥឡូវវិញដល់វគ្គទីថែមហ្នឹងខ្ញុំចង់សួរបងថានៅ UP ឥឡូវបងមានដឹងថត CT អីខ្លះអត់ ថ្មីតែម្ដងអានេះថាឥឡូវហងហ្នឹងតាមដានជាតាមដាន academic សិក្សាយើងតាមដាន pick របស់ UP យើងតែ UP តែ UP confession តែចេះខ្ញុំអរិយមកពេលខ្លះខ្ញុំតាមអត់តតែខ្ញុំចូលមួយ UP confession តន់គេហ្មងខ្ញុំឃើញថាពេកមួយដែលជាឃើញគេ confession ថាអូឃើញដូចជាសិស្សចូលរៀនពេទ្យទៅឆ្នាំទី1ទី2ទី3សោះប៉ុន្តែ a day in my life អានេះ perspective ខ្ញុំហ្នឹងណាគេយក perspective ខ្ញុំហ្មងគេថាខ្ញុំថាវាមិនមែនជាកំហុសរបស់គាត់ទេគាត់គ្រាន់តែចូលរៀនឆ្នាំទី1ទី2ទី3គាត់sharing a day in my life the day life ហើយពេលខ្លះគាត់ stress ពីការសិក្សាចឹងទៅគាត់ចង់ជា entertain ថាពីការសិក្សាហើយមួយទៀតខ្ញុំ unexpected ដែរខ្ញុំគិតថាគេមុនទីច្រើនចង់មើលវីដេអូយើងអញ្ចឹងឯងព្រោះសារថាជា2ឆ្នាំមុនហ្នឹងពេលដែលគេមានសិស្សបងខ្លះគាត់ស្គាល់ខ្ញុំគាត់ស្គាល់ខ្ញុំតាម TikTok ដែលខ្ញុំ share វីដេអូស្គាល់ជីវិតក៏ exchange អញ្ចឹងទៅខ្ញុំពេលហ្នឹង unexpected អូវីដេអូនេះគឺធម្មតាទេតែបើវាអាចបើថាជួយទៅដល់គេឬក៏បើជួយដល់គេខ្ញុំគិតថាវីដេអូហ្នឹងវាមានបញ្ហាអីប្រហែលវាជាចោទជាបញ្ហាព្រោះពួកអស់តែហ្នឹងវាអស់ពួកតែហ្នឹងវាឲ្យជឿគាត់ថាអា daily life ទៅពេលចូល uni វាចេះគាត់អាច imagine ចុះបើគាត់ទៅអាចពេលខ្លះអាចជាដូរប៉ាមីនទៅគាត់គាត់ចង់ហ៊ានពេទ្យចឹងដែរគឺនៅតំណងប៉ុន្តែពេលខ្លះអ្នកអត់ទេក៏ខ្ញុំជឿពេលទៅព្រោះពេលខ្លះគាត់ចាំទី1ទី2ក៏មានតែនេះនេះពេលចូលរៀនច្រើនទៅក៏អត់សូវមានពេលម៉ែនឹងក៏ប្រាប់ទេតែបើចំណុចអស់គ្នាចង់ដឹងច្បាស់យើង contact ទៅគាត់ប៉ុន្តែខ្ញុំមាន the way ទៅ get in touch ជាមួយសិស្សច្បងខ្ញុំមាន tip មួយគ្រូសាស្ត្រខ្ញុំជួបគូសំដែរមានតែពេលដែលយើងឧទាហរណ៍ឥឡូវខ្ញុំដូចជាមួយបងលីនខ្ញុំដាក់ស្គាល់គ្នាប៉ុន្តែខ្ញុំដឹងថាបងលីនធ្លាប់គាត់ដាក់ទៅ Wisely អញ្ចឹងទៅអញ្ចឹងដើម្បីយើងត្រូវធ្វើដំបូងហ្នឹងយើងត្រូវhello បងខ្ញុំឈ្មោះអីគេខ្ញុំជានិស្សិតឆ្នាំទីម៉ែន faculty អីគេអញ្ចឹងទៅខ្ញុំមានសំណួរសួរបងឯង
តិចតទៅនឹងអីយើងគុំតែឆាក់ទូហើយបងមិនចោលយើងថាវា it's not a good way ទៅ engage ជាមួយគាត់យើងអាចធ្វើចិត្តបានគ្រប់ពេលខ្លះខ្ញុំនៅពេលដែលឃើញសិស្សប្អូនឆាក់មកហើយបងតែប៉ុណ្ណឹងយើងនឹងទៅ reply តមកនិយាយតែបើសិនជាអ្វីដែលល្អហ្មងណាយើងត្រូវឆាក់ទៅគាត់ greeting គាត់យើងសួរគាត់អភិធិយើងចូលមកនេះគេនិយាយអស់ទៅក្រោយទៅអញ្ចឹងគាត់មានពេល check time របស់ពេលខ្លះគាត់គាត់អាចធ្វើសម្រួលហ្នឹងហើយគាត់នឹង prepare គាត់នឹងឆ្លើយយើងព្រាមហ្មងវាល្អជាងដែលយើងឆាក់ទៅគាត់ say hi without giving attitude ឲ្យគាត់គាត់មិនបាន reply ដែរ ហ្នឹងហើយអញ្ចឹងហ្នឹងគឺជារបៀបនៃការឆាតទៅសិស្សច្បងអញ្ចឹងមានអ្នកធ្លាប់ឆាតភ្លាវទៅបងឯងដែរមែន For real a lot តែយើងក៏មិនទៅថាគាត់ទេយើងក៏ឆាតទៅគាត់ធម្មតាប៉ុន្តែនេះយើងក៏ message ថាទៅសិស្សប្អូននេះឬ video greeting ឬក៏ចង់សួរព័ត៌មានពីសិស្សច្បងអីចឹងទៅ improve ហ្នឹងហើយឲ្យគាត់ improve ចុះបងគិតមិនដែរបងចំពោះ UP confession ណាចុះបងដែរ confess ដែរអីអត់ បងអត់សូវតាមដានទី1ទី2បងដែរ confess ទេដោយសារតែបងចូលមើលទៅវាបងនិយាយសម្រាប់បងផ្ទាល់បងមានអារម្មណ៍ថាវាអត់សូវ relate មួយបងពេលនេះថាបងអត់សូវតាមដានហើយក៏បងអត់ដែរទៅញញ៉ៃមក confession បងគាត់ថាមានទៅច្រើនវាមិនយើង អត់ទេខ្ញុំដែរ confess ដែរឃើញខ្ញុំពេលណាគេចុះ actually យើងនៅមាន confess អីអត់ពេលមាន confess គេចេះមកទិញព័ត៌មានថ្មីប៉ុន្តែនេះមានគេ share ច្រើនណាស់ហើយវាតំណងដែរ Yeah បង yes ហើយចុះបើតាមបងគិតណា faculty នៅ UP ច្រើនណាស់ត្រូវអីបងបើសិនជាតាមកំណត់បងតែ faculty មួយដែរដែលមាន drama ច្រើនជាងគេ drama បានមកយើ drama មានរឿងមានអីចឹងហ្នឹងហើយ like actually they have a different part of drama right ហ្នឹងហើយ different generation អី generation also ហ្នឹង generation ចំពោះសិស្សបងអត់ឆ្លាតចំពោះសិស្សដែលបងធ្លាប់ឮ rumor អីចឹងហ៎បងខ្ញុំ rumor ផ្ទាល់ខ្លួនតែម្ដងអូចឹងឥឡូវឲ្យបងចែកម្លែកគេថាវា there's rumor ដែលបងធ្លាប់ឮពីខ្លួនឯង actually ចារឿងហ្នឹងវាអត់មិនជាការពិតវាមិនកើតឡើងអត់បានកើតឡើងទេប៉ុន្តែយើងលើកពីបុគ្គលទី3ហើយយើងខ្ញុំបែបហ្នឹងយើងមួយទី2ចឹងទៅប៉ុន្តែយើងលើ rumor ពីបុគ្គលទី3តែនៅរឿងហ្នឹងវាមិនជាការពិត ហ្នឹងហើយ តែរឿងហ្នឹងព្រោះខ្ញុំក៏ដឹងដែរព្រោះយើងគាត់ថាវាអូខេចឹងទៅប៉ុន្តែបុគ្គលទី2ហ្នឹងគាត់មានអារម្មណ៍ថាគាត់ហេងនោះយើងក៏ចឹងយើងក៏ឆ្ងល់ដែរថាបាត់ like យើងវារៀងអត់សូវស៊ីមួយគ្នាចឹងតែសាប់ពេលដល់ថ្ងៃមួយហ្នឹងខ្ញុំមានឃើញសប្អូនមួយក៏សួរសំណួរខ្ញុំតែម្នាក់ទី3ហ្នឹងគាត់និយាយពីខ្ញុំហើយខ្ញុំក៏ឆ្ងល់ហើយខ្ញុំក៏ចាប់ផ្ដើមទៅនិយាយជាមួយគ្នាថាអូមានតែដឹងរឿងហ្នឹងកើតឡើងអត់គេថាឆ្ងល់ដែរតែគេគិតថារឿងហ្នឹងកើតឡើងដែរប៉ុន្តែគេហ៊ាននិយាយជាមួយបងគេនិយាយពីនេះចឹងទៅយើងក៏ឆ្ងល់ទៅពូពេលខ្លះរឿងហ្នឹងយើងអត់បានកើតឡើងតែយើងនិយាយគេនិយាយកាត់ពីយើងបាក់សាច់តបហ្មងហើយរឿងហ្នឹងទៅធ្វើឲ្យយើងទាំងពីរនាក់អត់និយាយមួយគ្នាបណ្ដោយតែថាវាធ្វើឲ្យយើងទាស់ចិត្តអត់ចិត្តមួយគ្នាគេគិតថាយើងនិយាយហើយយើងអត់ខ្វះរឿងកើតឡើងហើយមានតែមិននិយាយជាមួយតែរឿងវាជាកាត់ពិតយើងពិបាកដែរ miscommunicate yes actually យើងធម្មតាប៉ុន្តែអ្នកផ្សេងគេយកមកនិយាយថាយើងមិនជា in relationship ទេប៉ុន្តែគេយើងនិយាយតែរឿង over ពីលើនឹងទៀត ហ្នឹងហើយគេ twist វាពិបាក acceptable ហ្មង ហ្នឹងហើយបងចាប់បងសេលីនដែលមាន rumor អីហ៎សម្រាប់បងដែរមាន rumor អីពីមុនទេប៉ុន្តែមានតែ rumor ចុងក្រោយមកschool break នេះដែលបងរៀន library ហើយវាថាមានអត់ហើយហ្នឹងហើយបងក៏មាន confession វាថាបងនិយាយលឺក្នុង library អញ្ចឹងទៅប៉ុន្តែនិយាយទៅបងអត់ expect ថាវា like follow up confession តគ្នារហូតដល់ថ្នាក់មាន disrespectful word នៅក្នុង confession ហ្នឹងអីអញ្ចឹងណាដោយសារតែបងហ្មងនិយាយទៅពេលបងទៅរៀនហ្នឹងក៏មានសិស្សប្អូនណាគាត់វា discuss គ្នាអញ្ចឹងដែរប៉ុន្តែគាត់ថានៅពេលយើងទ្រាំអត់បានមួយស្លេងហ្នឹងយើងគ្រាន់ប្រាប់គាត់ទៅថាអូនជួយបន្ថយស្លេងតិចទៅប៉ុន្តែពួកបងនេះប្រហែលជាពេលខ្លះពួកបងនិយាយលឺខ្លាំងពេកអញ្ចឹងហើយបាន burden គាត់មិនបងដឹងតែគាត់ថាវាចេញជា confession នៅក្នុង UP confession អីចឹងចឹងបើយល់ល្អយើងទៅប្រាប់ផ្ទាល់ហ្មងទៅឬក៏ដូចបងវិញថាខ្ញុំគិតថាបើសិនជាគាត់ហ៊ានប្រាប់ផ្ទាល់គាត់អាចsensitive vớiគ្នាអញ្ចឹងគាត់អាចប្រាប់មកបង library អញ្ចឹងណាដើម្បីកុំឲ្យមានអាឈាន use disrespect បើនៅក្នុង confession អញ្ចឹងទៅពួកគេខ្លះវាក៏អត់ល្អមិនមែនដែរពួកគេអាចមានវិទ្យាល័យជុំមួយសិត UP វាអាចចែក Yeah because like those confession វា more drama ជាងវាថាគ្រាន់តែប្រាប់ថាយើងដឹងថានឹងឯពួកបង being too loud ក្នុង library អញ្ចឹងហ្នឹងហើយអញ្ចឹងធីមានតែប៉ុណ្្នឹងឯណាបងចុះបើធីខ្ញុំឆ្ងល់មួយទៀតចង់ដឹង perspective របស់បងណាគេតែងតែនិយាយថារៀន8សិស្ស8ណាដឹងតែសាវ៉ាឯងបងគិតមិនដែរចំពោះឃ្លាមួយហ្នឹងសាវ៉ាវាមិនមែនI like to say small ខ្ញុំ small ខរៀលហ្មងអានេះពីមុនថប់សាវ៉ាការចាំទី3ថប់សាវ៉ាថប់ខូចណា
តែដល់ពេលថាកម្មវិធីមានពិតណាខ្ញុំជឿកម្មវិធីមានពិតពួកយើងធ្វើអីដែលទូបានហ្នឹងតែខ្ញុំគាត់ទូយកការអីដែលខ្ញុំធ្វើខុសដែរពួកយើងថាឲ្យលៀងឲ្យទៅពួកកម្មវិធីខ្ញុំថាកម្មវិធីដូចជាតិហ្នឹងហ្មងអត់ខុសទេពួកការកម្មវិធីវិញខ្ញុំមាន experience ហ្មងខ្ញុំជាតិទៅលើគេហៅសង្សារជាតិលើសង្សារខ្ញុំចឹងទៅយើងតាមហ្នឹងពួកពេលខ្លះយើងត្រូវយល់ថាចេះនៅពេលយើងស្រឡាញ់គេម្នាក់យើងត្រូវមានយើងបែរចែកដាច់យើងស្រឡាញ់គេគ្រាន់បានគេតែជាសង្សារហើយស្រឡាញ់គេជាគេប៉ុន្តែការពេលកម្មទី3នេះស្រឡាញ់គេគ្រាន់ស្រឡាញ់គេបែរតែចាំបានចាំសង្សារអត់បានស្រឡាញ់គេជាគេអញ្ចឹងទៅពេលហ្នឹងយើងអត់ទាន់ដឹងថាអាចចាំបានដែរបងតែដល់ពេលយើងចាប់ក្រោយពីហ្នឹងមកយើងថាយើងខនេះអញ្ចឹងយើងគួរទំធ្វើអញ្ចឹងទៅបើយើងចង់មាន healthy relationship អីចឹងណា so ដល់ពេលឥឡូវខ្ញុំ ready ប្រហែលជា2ឆ្នាំក្រោយមកចាប់ដើម ready បែបថាយើងប៉ះតែបរាជ័យយើងបានសោះយើងប៉ះតែបរាជ័យអញ្ចឹងខ្ញុំគិតថាយើងកុំគូសារមកថាយើងស្រឡាញ់សង្សារមួយលើមួយហើយដូចនិយាយអញ្ចឹងគឺស្រឡាញ់គេជាគេហ្មងយើងត្រូវ talking ហើយមួយទៀតណាhealthy relationship ហ្មងអីដែលយើងល្អហ្មងគឺយើងត្រូវ talking មួយគ្នាហ្មងអត់មានសំខាន់ជាងការនិយាយមួយគ្នាទោះបីឆ្លោះគ្នាបើអន់ចិត្តពេលខ្លះយើងអន់ចិត្តអន់ចិត្តមិនប្រាប់ក៏បានដែរបើសិនជាវា over តែបើខ្លះយើងត្រូវនិយាយមួយគ្នាមកយើង talking ហ្មងទៅតែនិយាយព្រោះតែពេលយើងនិយាយពេលខ្លះដូចខ្ញុំពេលឃើញអន់ចិត្តអីចឹងខ្ញុំនិយាយទៅវារៀងធូរអញ្ចឹងទៅបានធូរពីបែបថាជាងទុកនៅក្នុងបេះដូងថាយើងបែបថាយើងមានសម្ពាធក្នុងខ្លួនទៅបាននិយាយទៅទោះបីជាវាមិន work វាបាននិយាយវាចេញមកខ្លះដែរហ្នឹងត្រូវបងចាស់ចំពោះបងវិញមានពីអីតបជាមួយនឹងឃ្លាមួយហ្នឹងអត់បងគាត់ថាlike សៅមកហើយស្មោះហ្នឹង like នេះអត់មាន relate អីមួយ major ថាជាតែភាគច្រើនណាសាវ៉ាមែនអត់បងរឿងហ្នឹងបងអត់សូវដឹងដែរសារមកសូវមានខ្ញុំនិយាយថាខ្ញុំលឺតែគេនិយាយខ្ញុំមិនដឹងដែរចាំមកសួរបងចឹងណាខ្ញុំមាន experience obviously with Ellie ដូចរៀងកើតដែរណាបងគេថាវាអាស្រ័យទៅលើមនុស្សដែលយើងសាច់គប់ដែរនៅពេលយើងមើលគេបានដល់មក background គេ back up មកស្មោះវិញអូចឹងក្នុងសាវ៉ាតែស្មោះមកវិញដែរអាចថាបានថាសិតពេទ្យសាវ៉ានេះគេនេះក្នុងសាវ៉ាតែគេកៅខ្លួនដែរគេពីមុនខប់សាវ៉ាឥឡូវគេគឺចូលរួចហើយ everyone can change ពីរឿងខប់ខ្លួនឯងយើងអត់យើង change វាចឹងវា gonna be like a better life ហើយអូខេបងចឹង that's a wrap up on tea time របស់យើងឥឡូវវិញយើងនឹងចូលទៅកាន់ segment បន្ទាប់ដែលជាការលេង game គឺ rapid fire round ចំពោះ rapid fire round ហ្នឹងគឺពួកខ្ញុំនឹងឲ្យជម្រើសបង2ហើយបងនិយាយដំណើរគ្នាមកថាបងយកមួយណាអូខេបងអូខេរវាង anatomy ឬក៏ physiology anatomy រវាងមករៀនយឺតឬក៏អត់ចូលរៀនហ្មងរៀនយឺតអូខេស្រឡាញ់អ្នករៀនឬក៏ស្រឡាញ់អ្នករៀនជំនាញដូចគ្នាឬក៏អ្នករៀនអីក្រៅពីពេទ្យដូចគ្នាអូខេរៀននៅ library រៀននៅ library ឬក៏កាហ្វេមិញប្រមូល library យើងមាន reason អូចាំតែសាគេ confession នៅ library និយាយទៅកាហ្វេវិញអូខេយើងជឿថា library ទៅតែអូខេបង online class ឬក៏ physical class online class អូខេមកឆាក៏កាហ្វេអូខេបោកចិត្តគេឬក៏ឲ្យគេបោកចិត្តគេបោកធ្វើបនសិថាចេះយើងដាក់ទៀនយើងសិតធ្វើដាក់ទៀនក្តីស្រឡាញ់របស់យើងដែលយើងខំប្រកួតស្មោះតែគេបោកទៅជាយើងមានប្រវត្តិដែលមិនល្អហើយយើងទៅបោកគេដូចខ្ញុំឥឡូវដូចជាកណាត់បោកកាហ្វេនេះមិនបោកកាហ្វេហើយលៀងជ្រះអីបោកកាហ្វេកាហ្វេនេះទៀតមកខ្លាវិញហើយអូខេទៀតមក transparent មកអូខេអូខេចឹងចំពោះ wrap up សំណួរ wrap up គឺមានតែប៉ុណ្្នឹងទេ fire round របស់យើងចឹងសំណួរ fire round របស់យើងគឺមានតែប៉ុណ្្នឹងទេយើងនឹងចូលទៅកាន់ giveaway announcement អ្នកដែលមើលវីដេអូដល់ចប់ចឹងសុំតែបានរង្វាន់ឆ្លើយនៅសំណួរមួយនេះហើយអ្នកនរគ្នានឹងទទួលបានរង្វាន់ពិសេសពីសាលាពុទ្ធិសាស្ត្រគឺ UP Tumbler ចំនួន5នាក់សំណួរគឺអ្វីជា peer assisted student support យើងក៏បាននិយាយពីអាហ្នឹងនៅក្នុង podcast របស់យើងដូចគ្នាដែរកុំភ្លេច comment ចម្លើយ like share ដោយប្រើ #UP #University of Buddhisastra និង #UP podcast រួមជាមួយនឹងការ tag ពួកម៉ាក់5នាក់ដើម្បី join នៅក្នុង giveaway មួយនេះហើយ
បើអ្នកទាំងអស់គ្នាចង់ឃើញទៅលើ special guest មួយណាក្នុង episode បន្ទាប់អាច comment ដល់វីដេអូបានដូចគ្នាដែរសូមអរគុណទៅកាន់ guest របស់យើងដែលជាបងប៊ីននិងបងស្រីលីនដែលចំណាយពេលវេលាដ៏មានតម្លៃចូលរួមក្នុងការចែករំលែកទៅលើបទពិសោធន៍ដែលមានគ្រប់រសជាតិទាំងអស់ហ្មងសូមអរគុណដល់អ្នកទស្សនាទាំងអស់គ្នាដែលបានទស្សនារហូតមកដល់ចុងបញ្ចប់សូមអធិស្ឋានបើសិនជាមានកំហុសខុសឆ្គងទៅលើកត្តាណាមួយបាយបាយអ្នកទាំងអស់គ្នា I'll see you guys in the next episode bye bye